ชีวิตជាតកងអតរៈតកងម៉ាស៊ីនឆោតវាកិច្ចអត់ផុតកិច្ចអត់រួចទេពីអាការជាប់ផងជាប់អីអស់ហ្នឹងគ្រាន់តែថាការជាប់ហ្នឹងវាតិចហើយច្រើនហើយពេលខ្លះហ្នឹងយូរជាប់ម្ដងហើយពេលខ្លះហ្នឹងជាប់រាល់ថ្ងៃមួយថ្ងៃ3 4ដងដូចខ្ញុំថ្ងៃនេះអីមួយថ្ងៃហ្នឹងចង់10ដងហើយបងប្អូនតែខ្ញុំមិនដឹងថាមកពីកំហុសទឹកដៃខ្ញុំឬក៏មកពីដីមកពីអីក៏មកតែខ្ញុំបានខ្វល់ទេមិនអ្នកមានអធិទាំងអស់ជាប់តែខ្ញុំមួយណាជាប់ដូចតែគ្នាតាខាងបងប្អូនមិនដែរព្រោះតន់ឬក៏អត់ខាងខ្ញុំនេះព្រោះអត់តន់ទេចាទឹកដូចវាមកកំហុកលឿនពេកចាព្រោះអីរាល់ឆ្នាំខែនេះគឺខ្ញុំអត់តន់ព្រោះទេទៅចាប់ផ្ដើមទេដល់ពេលឆ្នាំនេះលិចអស់បាត់អ៊ុយស្រែនេះមកខាងគោកដីចង់ហុយមកខាងទៀតទឹកឡើងចង់លិចអត្រៈអ៊ុយវាយចុះវាយឡើងវាយចុះវាយឡើងចាប្លក់បានដេកនៅមួយកន្លែងនេះជាប់តង់ទី1បងប្អូនតង់ទី1តិចតួចទេវាមិនមានអីធំដុំច្រើនទេព្រោះវាជាប់រៀងរាក់ដែរទេបងប្អូនខ្ញុំឲ្យប៉ានៅគ្នាកាយដាក់គល់4 5គល់ទៅជន់ឲ្យតែលិចទៅអត់អីដែរដោយសារតែវាជាប់រៀងតិចអមមដែរអញ្ចឹងណាហើយបន្ទាប់ពីដាក់គល់ដាក់អីហើយក៏ខ្ញុំឡើងបើកវាធម្មតាដូចតែរដកមិនអើយរួចខ្ញុំនេះធ្វើស្រែទេប៉ុន្តែខ្លាចប្រឡាក់ជើងណាកំណាងឲ្យជាប់គៀនភ្លឺអញ្ចឹងអត់ពិបាកប្រឡាក់ជើងនេះមានណាបងប្អូនដាក់គល់តែប្រហែលគល់ទៅដោយសារតែដីហ្នឹងវាផុងតែកន្លែងហ្នឹងអញ្ចឹងវាក៏រួចទៅអត់មានជាប់អីទៀតទេហើយខ្ញុំឮចាស់គាត់និយាយថាធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំប៉ុន្តែខ្ញុំឃើញម៉ាក់ខ្ញុំធ្វើស្រែខុសរាល់តែឆ្នាំអត់ដែលឃើញឆ្នាំណាត្រូវផងហើយអាទឹកលហលហៀវទៅក្រួយហ្នឹងណាអានោះគឺតាម៉ាក់ខ្ញុំព្រុសឲ្យអស់ហើយខ្ញុំបាយគាត់ព្រុសឲ្យមុនដីហុយហើយទៅពូជវិញអស់មួយតោនជាងហើយជីអស់ជាង10ប្រងហើយបងប្អូនហើយព្រុសឡើងជាង10ហាត់ហើយតែអីដែលសំខាន់អាពេលព្រុសហ្នឹងដីវាហុយព្រោះហើយមួយថ្ងៃលិចទឹកអស់លីងអញ្ចឹងវាដោះដែរអីខ្ញុំគិតថាវាអត់ដោះទេហើយជីអាចមន់អីខ្ញុំគិតថាទៅនៅទលេអស់ហើយខ្ញុំគិតថាខាតទាំងជីខាតទាំងពូខាតទាំងអាចមន់ហ្នឹងទៅហើយដល់វាយអាស្រែហ្នឹងព្រោះក៏មិនដឹងថាដោះឬក៏អត់ដែរបងប្អូនហើយវាយឡើង3 4ស្រែនេះចុងក្រោយនេះមកចូលអាស្រែនេះបងប្អូនហើយអាខាងទឹកជ្រៅនោះវាមិនជាប់ផងវាមិនអីទេហើយមកជាប់ផងស្អីអានៅចុងក្រោយតាបន្តិចនេះបងប្អូនចាំមើលនៅតាបន្តិចទេនេះបងប្អូននៅអាកន្លែងស្មៅរយហ្នឹងតាបន្តិចទេត្រូវហើយហីតែវាមិនវាមកជាប់នេះហើយវាមិនមែនទៅតែរកជាប់ហ្នឹងទេអត់មិនវារកជាប់ប្រហែលកន្លែងឯងប៉ុន្តែវាយើងអាចទៅមុខបានណាហើយខ្ញុំមិនអត់លើកអង្គប់ទេណាពេលវារកជាប់ណាខ្ញុំលើកអង្គប់ដើរឡើងប្រហែលម៉ែត្រឯហ្នឹងចង់3ម៉ែត្រឯហ្នឹងមកជាប់អាកន្លែងវាសឹកដែរខ្ញុំវាយអង្គប់ហ្នឹងវាអត់ជាប់មកជាប់អាពេលឯងលើកអង្គប់ដើរឡើងដល់មុខហើយមកទៅជាប់អីណាអត់យល់ហើយមួយថ្ងៃហ្នឹងជាប់ឡើងច្រើនដងមែនតើណាបងប្អូនហើយវីដេអូហ្នឹងក៏ខ្ញុំកាត់ជា2កណាត់ហ្មងទៅព្រោះអីវាវែងពេកវាច្រើនពេកហើយខ្ញុំទៅដល់ណាក៏មានដែរអាជើងកាមេរ៉ាខ្ញុំនេះគឺដាក់ជាប់ខ្លួនតែម្ដងដោយសារតែខ្ញុំចូលចិត្តថតវីដេអូអញ្ចឹងហើយខ្ញុំដាក់ថតគ្រប់កន្លែងអត់មានណាថតឲ្យខ្ញុំទេរត់ដងខ្ញុំដាក់ជើងកាមេរ៉ាថតនឹងឯងហើយជាប់ផងហ្នឹងមានណាទេមានតែ2នាក់អូហ្នឹងហើយអូតែកាប់ឈើយកមកដាក់ញុកវាចូលទៅក្រុមកង់អស់ទៅហើយចាំយើងធ្វើការឡើងបើកវាបន្តទៅមុខទៀតប៉ុន្តែខ្ញុំគិតថាវាមិនទៅទេមើលសភាពហ្នឹងបងប្អូនឥឡូវផឹកទឹកបើកម្លាំងមួយសិនមែនទឹកបើកម្លាំងទៅកាត់ជើងទៅហើយខ្ញុំអត់ស្ដាយខ្ញុំទៅជួយហ៊ុនវាក្រោយនេះខ្ញុំអត់ស្ដាយហ្មងគ្រាន់តែជាប់ភ្លាមហ្នឹងខ្ញុំដឹងថាវាអត់ទៅមុខបារីបងប្អូនប៉ុន្តែយើងធ្វើវាអស់ចិត្តអស់លទ្ធភាពដែលយើងធ្វើវាអញ្ចឹងណាព្រោះអីបើយើងរើរួចទៅវាក៏អត់ពិបាកយកម៉ាស៊ីនមកអូសព្រោះម៉ាស៊ីននៅផ្ទះវាឆ្ងាយគួរសមដែរពីអ្នកឪខ្ញុំអស់ពីដាក់គល់ហ្នឹងឥឡូវទៅប្រមូលស្លឹកប្រមូលមែកទូយកមកកលយកមកធ្លាប់វាម្ដងដើម្បីឲ្យវានៅពីក្រោមហ្នឹងវាណែនអញ្ចឹងណាមានណាបងប្អូនវាល្អទៅអត់រួចដដែលហ្នឹងមានទៅស្អីរួចបងប្អូនអើយបើដីឡើងខ្វឺហើយនឹងត្រង់ហ្នឹងបើមិនយកអីមកទាញបាច់សង្ឃឹមថាវាទៅមុខរួចទេបងប្អូនមានតែដោះគ្រឿងលើកម្ដងមកចនិតម្ដងអាហ្នឹងបានវាទៅរួចឥឡូវឈប់យកបងប្អូនយកប៉ុណ្ណាក៏វាមិនបានដែរវារឹតតែជាប់ទៅអញ្ចឹងមានតែឲ្យអ្នកផ្ទះយកម៉ាស៊ីនមកមួយរយៈនេះខ្ញុំអត់សូវបានលាបលេខការពារកម្ដៅថ្ងៃដិតដល់មុខខ្ញុំឡើងខ្មៅមែនតើតែអត់មានជាប់អត់មានឡើងមុនអីទេដោយសារតែហងៃគឺខ្ញុំតែជួបជាប្រចាំហ្មងជាមួយនឹងសលេជូតមុខ Elsa សលេជូតមុខ Elsa ជាផលិតផលរបស់ប្រទេសជប៉ុន100%វាជួយកម្ចាត់រាល់បាក់តេរីតលីសារជាកខ្វក់ដែលនៅលើផ្ទៃមុខបានល្អហើយមួយទៀតនោះសម្រាប់អ្នកដែលគាត់មានមុខមុនជួបទៅបាត់មុនមានជាប់ជួបទៅបាត់ជាប់ហើយសម្រាប់ស្នាមក៏ប្រកែកដែរបងប្អូនជួបយូរទៅបាត់អត់ដឹងខ្លួនទេហើយមុខស្ដៅស្អែកក្រហមក៏អាចប្រើបានដែរទោះបីមុខខ្ញុំវាខ្មៅប៉ុន្តែមុខខ្ញុំវាអត់មានមុនមានអីទេណាបងប្អូនអត់មានមុនមានជាប់អីទេដូចដឹងស្រាប់ហើយអ្នកដែលគាត់ធ្វើការហាក្តៅហាអីដូចខ្ញុំអញ្ចឹងវាមិនងាយមានស្បែកសទេហើយយើងអង្គុយចាំម៉ាស៊ីនអស់រយៈពេលជាងកន្លះម៉ោងទីបំផុតម៉ាស៊ីនរបស់យើងក៏បានមកដល់
រងហើយរឿងជាប់ផងវាមិនសូវភ័យមិនសូវបារម្ភអីហ្មងឯងដោយសារតែយកមានឧបករណ៍សម្រាប់ទាញខ្លួនឯងស្រាប់ហើយប៉ុន្តែអីដែលបារម្ភអីដែលភ័យហ្នឹងខ្លាចតែម៉ាស៊ីនហ្នឹងវាជាប់ទៀតតាបានភ័យឥឡូវមេខ្ញុំគេឲ្យខ្ញុំបើកម៉ាស៊ីនម្ដងគេបើកអត្រាម្ដងដោយសារអីគេអត់ទុកចិត្តដៃខ្ញុំអត់ទុកចិត្តដៃឯងយីព្រះអង្គទៅបើកអត្រាជាប់បានពី3ដងសោះហ្នឹងស្អត់ទុកចិត្តដៃឯងទៀតថៃបងប្អូនទេអាលើកទី1ហ្នឹងអត់ទៅទេវារងជាប់ទាំងម៉ាស៊ីនទៀតហ្នឹងអាម៉ាស៊ីនទាញខ្ញុំប្រងជាប់ទៀតដល់ពេលតើទាញទៅខាងបានទាញចេញប៉ុន្តែក៏ពិបាកដែរអត់ចង់ចេញដែរហ្នឹងណាដីនេះបងប្អូនអាកន្លែងទៅមានដបោកឡើងស្អិតក្រៅពីអាកន្លែងមានដបោកហ្នឹងដីខ្សាច់ឲ្យសុទ្ធហ្មងបើគប់ឲ្យផាលវិញទៅថាមួយឆ្នាំហ្នឹងគឺអស់អាលីងហ្មងសឹកអស់អាលីងសស្គូសវិញដូចក្បត់សលៀងអញ្ចឹងហើយឲ្យខ្ញុំព្រោះនេះខ្ញុំគិតថាខាតតែប្រេងខាតតែជីខាតតែអាចមន់ខាតតែសើពូជខាតតែកម្លាំងទេមើលទៅវាមិនដោះទេនេះហ៎បើវារាំងទៅបងប្អូនវាចេះមានសង្ឃឹមមានអីចឹងតែមើលទៅវាមិនរាំងទេមេឃនេះហើយស្រែហ្នឹងវាប៉ះមុខទឹកទៀតដល់ហើយវាគ្មានបានស៊ីទេឆ្នាំហ្នឹងហើយថ្ងៃហ្នឹងមិនមែនជាប់តែប៉ុណ្្នឹងណាបងប្អូននៅមានច្រើនជាងហ្នឹងទៀតប៉ុន្តែខ្ញុំចាំដាក់វីដេអូក្រោយដាក់ច្រើនពេកវីដេអូហ្នឹង20នាទីទៅហើយបងប្អូនមើលសក់ដីខ្សាច់អាកន្លែងជាប់ផងមិញដីឡើងស្អិតសម្រាប់បងប្អូនដែលគាត់មានបញ្ហាលើគីឡូកាំងគីឡូប្រើអីក៏ត្រូវប្រើអីក៏ស្រកបងប្អូនអាចយកមកប្រើជាមួយនឹង Skinny បាន Skinny គឺជាគ្រាប់ធញ្ញជាតិមកពីសហរដ្ឋអាមេរិកប្រើដោយអត់មានការធ្វើទុកហេវហត់អស់កម្លាំងអីទេហើយវិធីប្រើងាយៗប្រើមួយគ្រាប់មុនពេលចូលគេងវាជួយដុតរំលាយជាតិខ្លាញ់នៅលើក្នុងសារពាង្គកាយជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារជួយសម្រួលដល់ការបន្ទោបង់របស់យើងព្រឹកឡើងមកគឺយើងបាត់ជើងអស់ពីពោះតែម្ដងហើយមួយទៀតនឹងជួយសម្រួលដល់សម្ពាធឈាមជួយឲ្យយើងគេងលក់ស្រួលហើយបងប្អូនកុំភ័យបារម្ភថាប្រើទៅប៉ះពាល់សុខភាពអត់ទេពីព្រោះអី Skinny នេះគឺជាគ្រាប់ធញ្ញជាតិនិយាយចំវាជាគ្រាប់ផ្លែឈើហើយវាមកពីសហរដ្ឋអាមេរិកបងប្អូនប្រើត្រូវប្រើអត់ស្រស់ក្រុមហ៊ុនហ៊ានធានាជូនលុយវិញគ្រប់ចំនួនទៀតតែម្ដងហើយបងប្អូនវាជាគ្រាប់ផ្លែឈើអញ្ចឹងណាអញ្ចឹងបងប្អូនប្រើតែមួយគ្រាប់ទៅមុនពេលចូលគេងសម្រាប់ដែលគាត់មានបញ្ហាលើគីឡូខ្លាំងអាចនឹងប្រើពីរគ្រាប់អីអញ្ចឹងប៉ុន្តែខ្ញុំអត់ទេយូរខ្ញុំប្រើម្ដងសារតែខ្ញុំអត់មានបញ្ហាលើគីឡូអីទេអរគុណច្រើន